អូខេនៅក្នុងអឺវីដេអូនេះខ្ញុំមកបង្ហាញពីការវិធី download ចេញពី web ខួយខៃស៊ូអជាធម្មតាខ្ញុំឃើញ tool របស់គេសរសេរគេដាក់ថា download មួយ profile ម្ដងមក profile ណោះតែសម្រាប់ខ្ញុំអត់ចង់ដាក់ឲ្យ download ម្ដងមក profile ទេព្រោះពេលខ្លះវីដេអូ user ខ្លះគេ upload វីដេអូទៅដល់រាប់រយរាប់ពាន់ណាដូច channel នេះអញ្ចឹង200ជាងអញ្ចឹងបើសិនជាវាច្រើនអញ្ចឹងបើសិនយើង download ទាំងអស់គេលោវាមានបញ្ហាគាំងអ៊ីនធឺណិត slow ចង់ធ្វើការអីក៏មិនកើតអូខេខ្ញុំយល់ថាយើងមានបតុង stop เนาะខ្ញុំយល់តែបើសិនជាសម្រាប់ខ្ញុំមាន limit numeric up down នៅទៅនេះអានេះបើការសរសេរកម្មវិធីរបស់ខ្ញុំអញ្ចឹងខ្ញុំ limit នៅទៅនឹងវិញសម្រាប់ Kaizu ខ្ញុំមាន2 version ខ្ញុំឃើញបងប្អូនដែលគាត់សរសេរលក់មិនថាវៀតណាមឬចិនខ្មែរយើងខ្លះគាត់សរសេរមានមួយមុខសម្រាប់ខ្ញុំធ្វើឲ្យ stable ទៅដូចយើងខ្ញុំមានដល់3មុខមានទាំងអា download ជាប្រភេទមក profile ហ្នឹងក៏មានអា scrape ហ្នឹងក៏មានហើយសម្រាប់ Kaizu នេះគឺខ្ញុំប្រើcookie បាទប្រើ cookie ហើយ cookie ហ្នឹងមិនពិបាកទេចាំខ្ញុំថតវីដេអូមួយគឺសម្រាប់តែទាញយក cookie ហើយ version របស់ខ្ញុំយើងមិនបាច់ដាក់ DID device ID នៅទៅនេះទេមិនបាច់ដាក់ទេអញ្ចឹងទី1ខ្ញុំបើកកម្មវិធីមកនេះកម្មវិធីវាទាញមកវាកំពុង load អញ្ចេះគឺបានតែវាទៅទាញ DID នៅទៅនេះវាអាស្រ័យនៅលើអ៊ីនធឺណិតរបស់យើងលឿនយឺតប៉ុន្មានអញ្ចឹងទី1គឺខ្ញុំ clean មួយសិនទី1គឺយើងអាចមកយក UID នៅត្រង់នេះ UID នេះបន្ទាប់មកវា load មកវាទាញ ID នឹងចេញមកទៅនេះដល់យើងមិនបាច់ទៅ copy មិនបាច់ទៅ mouse ស្ដាំមិនបាច់ទៅទាញ DID នឹងមកទេគឺវាទាញមកដោយអូតូនៅត្រង់ហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលវាបានមកហើយយើងគ្រាន់តែដាក់ user ID ហ្នឹងចូលត្រង់នេះមកបន្ទាប់មកចុច browser path អញ្ចឹងដូចថាខ្ញុំដាក់នៅក្នុង folder 01នេះ folder 01ហ្នឹងបន្ទាប់មកចុច OK បន្ទាប់មកយើងចុច Kaizu download នៅទៅនេះបតុងទី1ហ្នឹងអញ្ចឹងពេលដែលចុច download មកនេះវាទៅបង្កើត folder មួយតាមរយៈ UID user ហ្នឹងបង្កើត folder មួយហើយគឺវាចាប់ដើម download វីដេអូយើងចាំមើលតិចទៀតវាកំពុង scrape វាកំពុងទាញចំនួនវីដេអូទាញចំនួនមានប្រមាណ page មានប្រមាណអញ្ចឹងហើយវា download នៅត្រង់នេះបាទនេះវាទាញមកអញ្ចឹងវា download មកអញ្ចឹងនេះអញ្ចឹងវានឹង download តែចំនួន10វីដេអូទេឥឡូវវាបាន8វីដេអូ error មួយ error ខ្លះគឺវាជាប្រភេទរូបភាពនេះដល់ពេលវា download ចប់ហើយគឺវាដាក់ថា download វីដេអូចំនួន10បានរួចរាល់ហើយអញ្ចឹងនេះគឺវិធីទី1វិធី download ទី1ហើយវិធីទី2គឺ version ទី2 V2 ហ្នឹងគឺខ្ញុំមាន2វិធីខុសៗគ្នាហើយ V2 នេះគឺយើងតម្រូវឲ្យមាន cookie បាទ cookie យើងគឺពេលដែលយើងបើក Kaizu មក
ហើយយើង log in ជាមួយនឹង account WeChat ព្រោះអីអានេះខ្ញុំគ្រាន់តែចុច scan ហើយ log in ជាមួយ WeChat បន្ទាប់មកយើងគ្រាន់តែចុចអឺ export cookie នៅទៅនេះយក JSON នៅទៅនេះបន្ទាប់មកយើងចូលទៅក្នុងfolder path របស់យើងបាទបន្ទាប់មកយើងចូលទៅក្នុង folder path ហើយអ្នក file cookie ហ្នឹងយើងតម្លាក់ចូលទៅក្នុងហ្នឹងទៅតាមពិតអានេះមែនទេអូសំទោសអានេះខុសទេversion អានេះខុសទេមិនមែន cookie ហ្នឹងទេឬ cookie ហ្នឹងសាកមើលសិនអូហ្នឹងហើយ cookie វិធីយក cookie mouse ស្ដាំ inspect អានេះគឺវិធីទី2តែអានេះយើងធ្វើតែម្ដងទេធ្វើម្ដងហើយបញ្ចប់នៅនឹងតែម្ដងអូខេចូលមកហើយចុច refresh មួយចុច refresh user មិនឃើញរូបម្នាក់ស្អាតផ្លិចសេវទុកអូខេនេះ copy double click ទៅនឹងមកហើយ copy បន្ទាប់មកយើងមកក្នុង folder នេះបន្ទាប់មកយើងចុច save អូខេបន្ទាប់មកចុច get នៅទៅនេះមកអញ្ចឹងវានឹងបានមកជាប្រភេទនេះហើយបើសិនជាយើង download អូខេ download អានេះ folder 01ដែរខ្ញុំលុបចេញអញ្ចឹងខ្ញុំសាក download ឲ្យមើលនេះអូខេនេះគឺវា download មកចេះអញ្ចឹងនេះខ្ញុំ view ជាប្រភេទចេះមកយើងនឹងឃើញអូខេអញ្ចឹងនេះគឺវិធី download Kaizu មាន2វិធីបែបងាយអញ្ចឹងទាំងអស់គ្នាតិចចាំដល់ពេលមើលហើយយល់ឬក៏យ៉ាងណាខ្ញុំក៏មានលក់នៅ license ហ្នឹងលក់កម្មវិធីហ្នឹងជាប្រភេទគិតខែហើយអានេះគឺយើងអាចចុច stop នៅត្រង់នេះបានអូខេអញ្ចឹងវិធីនេះគឺមានប៉ុណ្ណឹង